ជំរាបសួរ fan ទាំងអស់គ្នាជាទីស្រឡាញ់ចា៎ ថ្ងៃនេះមកជួបជាមួយនាងខ្ញុំជាថ្មីនៅក្នុងសម្រែងខ្សែភាពយន្តភាគចិនដែលមានចំណងជើងថាសងវេលាសងស្នេហ៍ក្រោយដែលបានខកខានជួបគ្នាជាយូរចា៎ភាពដំបូងរបស់យើងចេញមកណាគឺតួស្រីរបស់យើងគឺកំពុងតែត្រូវបានគេដុតនៅក្នុងអឺកន្លែងបាក់បែកមួយនៅក្នុងគេហៅថារោងចក្រដែលគេទុកចោលណាពេលហ្នឹងតួស្រីរបស់យើងគឺបានសម័យថាគាត់មានតែមានអាយុ24ឆ្នាំប៉ុណ្ណឹងឯងប៉ុន្តែឃាតករគឺបានដុតភ្លើងសម្រាប់គាត់ពេលដែលគាត់ចិត្តបាត់បង់ស្មារតីគាត់ក៏នឹកឃើញដល់មិត្តប្រុសរបស់គាត់ដែលឈ្មោះថាស៊ិនយូពេលហ្នឹងគាត់ក៏បានខលទៅស៊ិនយូប៉ុន្តែអ្វីដែលគួរឲ្យស្ដាយហ្នឹងគឺមិត្តស្រីរបស់ស៊ិនយូហ្នឹងគឺគាត់បានលើកសង្សារចាស់របស់ស៊ិនយូតែម្ដងប្រាប់ថាស៊ិនយូកំពុងតែមុជតឹងតួស្រីយើងពេលហ្នឹងគឺគាត់អស់សង្ឃឹមខ្លាំងមែនតើហើយក៏អណ្ដាតភ្លើងព្រមជាមួយនឹងផ្សែងភ្លើងធ្វើឲ្យគាត់ខ្មុកខ្មាញ់ធ្វើឲ្យគាត់នឹងមិនអាចទ្រាំបានគាត់ក៏ស្លាប់បាត់ទៅចំណែកតួប្រុសរបស់យើងនេះវិញគឺគាត់ចេញមកគឺសេតយកតែម្ដងហ្វែននៅសាអីគឺថាឃើញក្មួយដែលគាត់ស្រឡាញ់ណានិយាយរួមទៅបន្តិចទៀតអាចមាននឹងចេញសាច់រឿងមកថាតើជាមិនឲ្យមែនតើនេះគឺបើកមើលឲ្យគាត់មកសុំទោសដល់ខាងគាត់មកយឺតអីចឹងណាចំណែកពលឹងបោះតួស្រីរបស់យើងគឺចាញ់ហើយចេញក្រៅខ្លួនឯងតួប្រុសរបស់យើងគឺតុនជើងជាតែម្ដងហើយគាត់យំណាគាត់ស្ដាយតួស្រីយើងដល់ពេលចឹងទៅតួស្រីយើងគាត់មើលតួប្រុសហើយក៏គាត់សំណោះគាត់ប្រាប់ថាពូកុំយំលោកពូកុំយំអីចឹងណាហើយតួប្រុសយើងគិតតែពីនិយាយថាសុំទោសពូមកយឺតពេលហើយninhៗចាប់ពីពេលនេះទៅនិយាយរួមទៅយើងអត់បានជួបគ្នាទៀតអញ្ចឹងណាតួប្រុសគាត់សុំទោសតួស្រីដែលគាត់ការពារតួស្រីយើងអត់បានល្អហើយក៏ចូលដល់វគ្គសម័យលោកតាគាត់បាននិយាយថាninhៗចាប់ពីពេលហ្នឹងទៅគ្រួសារម៉េងគឺជាគ្រួសាររបស់ឯងហើយពេលហ្នឹងតួប្រុសហ្នឹងក៏បានដើរចូលមកហើយពេលហ្នឹងណាគាត់ក៏បានណែនាំថានេះជាកូនប្រុសរបស់ខ្ញុំគាត់មានឈ្មោះថាម៉េងយិនស៊ូហៅគាត់ថាពូទៅតួស្រីយើងក៏អោនគោរពហៅថាពូអញ្ចឹងណាហើយគាត់ថាសួស្ដីលោកពូពេលហ្នឹងតួប្រុសយើងគឺថាគាត់សែតខ្លាំងមែនតែនដែលគាត់មានបំណងដូចដែលអញបានបញ្ជាក់ចឹងគឺគាត់ការពារតួស្រីយើងអត់បានល្អក៏នឹករំលឹកដល់ពេលដែលឪពុករបស់គាត់បានផ្ដាំផ្ញើឲ្យមើលថែអញ្ចឹងណាហើយសាច់រឿងរបស់យើងក៏កាត់បន្តចូលមកដល់សិនយូនេះគឺលុតជង្គង់ដើម្បីសុំជួបជាមួយនឹងតួស្រីរបស់យើងដែលបានស្លាប់ទៅហ្នឹងណាប៉ុន្តែតួពុករបស់យើងពេលហ្នឹងគឺគាត់ខឹងខ្លាំងមែនតើគាត់សិនយូឯងហ្នឹងណាមិនសមនឹងឃើញយើងទេឯងមិនអើពើនឹងនាងអស់រយៈពេល2ឆ្នាំឯងមិនសមនឹងឃើញយើងទៀតនោះទេនៅពេលហ្នឹងទៅសិនយូពេលហ្នឹងគឺគាត់របៀបថាសោកស្ដាយតួស្រីរបស់យើងដែរតួប្រុសយើងក៏ដេញហើយដេញទៀតចឹងណាហើយដល់ពេលអញ្ចឹងពលឹងរបស់តួស្រីយើងក៏នៅក្បែរនឹងដែរអត់បានទៅណាទេតួស្រីយើងហ្នឹងក៏គាត់និយាយថាគួរឲ្យអស់សំណើចប៉ុណ្ណាសិនយូខ្ញុំបានហៅទូរស័ព្ទទៅរកលោកឲ្យលោកជួយប៉ុន្តែលោកកំពុងតែបង្កាត់ភ្លើងស្នេហ៍ចាស់ជាមួយនឹងស្នេហាដំបូងរបស់លោកមិនមកធ្វើជាមនុស្សល្អនៅពេលនេះហេតុអ្វីបានជាមកធ្វើពុតមានមនោសញ្ចេតនានៅទីនេះដល់ពេលអញ្ចឹងទៅសិនយូនេះគេធ្វើរបៀបថាដូចថាគេនឹងឈឺចាប់ខ្លាំងមែនតែនតែតួប្រុសរបស់យើងវិញណាក្នុងពេលហ្នឹងគឺគាត់កាន់ផ្កាមករកតួស្រីរបស់យើងនៅនឹងភ្នូររបស់តួស្រីរបស់យើងរៀងរាល់ថ្ងៃហើយនិយាយរួមទៅគាត់សែតខ្លាំងមែនតែនគាត់តែងតែយកស្ករគ្រាប់ហ្នឹងមកដាក់លើភ្នូររបស់តួស្រីរបស់យើងហើយគាត់ក៏និយាយថាជួបគ្នានៅពេលក្រោយមិនក៏មិនឲ្យពូទៅផងអញ្ចឹងលក្ខណៈថាចាំពូផងអញ្ចឹងណាហើយនិយាយរួមទៅគឺគាត់មករាល់តែថ្ងៃផ្លាស់វេនគ្នាមកអញ្ចឹងយកផ្កាមកហើយចំណែកតួស្រីរបស់យើងនៅពេលឃើញអញ្ចឹងគាត់ក៏រៀបថាពញានគាត់និយាយថាពូមិនសម្រាប់ឲ្យគ្រប់គ្រាន់ទេមកទៀតធ្វើអីក៏មកទៀតអីដល់ពេលអញ្ចឹងទៅតួប្រុសយើងក៏និយាយថាចាប់ពីពេលហ្នឹងទៅឯងនឹងខ្លាចជាជាខ្លួនឯងហើយក្រោយពីនេះថ្ងៃក្រោយតើតគាត់រកឃើញឃាតករបានគាត់មករកតួស្រីយើងម្ដងទៀតហើយគាត់ឲ្យតួស្រីយើងចាំគាត់ហើយគាត់ក៏កាន់ផ្កាចាស់របស់គាត់ឲ្យយកមកដាក់រាល់ថ្ងៃហ្នឹងយកទៅវិញតួស្រីយើងពេលហ្នឹងវិញ្ញាណគាត់ចេញមកប្រាប់តួប្រុសឲ្យកុំឲ្យធ្វើអីឈួតណាប៉ុន្តែក្នុងពេលហ្នឹងណាតួប្រុសរបស់យើងគឺគាត់បានសងសឹកបានសម្រេចហើយក្នុងថ្ងៃហ្នឹងហើយគាត់ក៏បានកាន់กระดาษហើយក៏ហៅតួស្រីយើងថែមប្រៃនេះninhៗតួស្រីរបស់យើងមានឈ្មោះពីរពូបានសងសឹកឲ្យឯងរួចទៅហើយតួពេលហ្នឹងព្រលឹងតួស្រីចេញមកថាលោកពូចង់ធ្វើអីពេលហ្នឹងតួប្រុសក៏បើកនិយាយសំឡេងនៅក្នុងទូរស័ព្ទថាមានឃាតកម្មមួយបានកើតឡើងររោងចក្រមួយនៅទីក្រុងចាស់
ហើយសាកសពបុរសវ័យកណ្ដាលអាយុ50ឆ្នាំហ្នឹងបានស្លាប់អញ្ចឹងណាតួប្រុសរបស់យើងពេលហ្នឹងគឺគាត់បានចាក់ថ្នាំខ្លួនឯងឲ្យខ្លួនឯងស្លាប់ទៅតាមតួស្រីរបស់យើងទៅហើយតួប្រុសរបស់យើងក៏ដួលក្តាំងទៅតែម្ដងធ្វើឲ្យតួស្រីរបស់យើងក៏សែតហើយគាត់ហៅឈ្មោះតួប្រុសរបស់យើងណាហើយពេលវេលាក៏បានកលាប់ចាក់តែម្ដងក្នុងពេលហ្នឹងសូមរងចាំទស្សនានៅភាពបន្តទៀតចង់ដឹងថាភាពបន្តទៀតនៅទៅជាយ៉ាងណាតោះកុំភ្លេចតាមដានទស្សនានៅវគ្គក្រោយទៀតអរគុណជម្រាបលា